តាមពិតទៅការវិភាគសម្រាប់រៀនត្រៀមបាក់ឌុបរយៈពេល2ខែនេះគឺខ្ញុំអត់មានគម្រោងខែនឹងធ្វើទេអ្វីដែលខ្ញុំចង់ធ្វើគឺសម្រាប់1ខែចុងក្រោយប៉ុន្តែក៏ដោយសារតែមានប្អូនម្នាក់គាត់ស្នើឲ្យខ្ញុំធ្វើឲ្យគាត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រពិតអញ្ចឹងក៏ខ្ញុំយកមកចែករំលែកដល់អ្នកទាំងអស់គ្នាតែម្ដងទៅហើយខ្ញុំគិតថាប្រហែលជាមានគ្នាយើងច្រើននៅតាមសាលាពួកគាត់ប្រហែលជានឹងប្រឡងចប់ឆ្នាំទី2រួចហើយក៏អត់មានត្រូវទៅរៀនអីបន្តទៀតដែរភាគច្រើនគឺត្រូវរៀនត្រៀមដោយខ្លួនឯងឬក៏ទៅរៀនគួរបន្ថែមជាមួយនឹងលោកគ្រូអ្នកគ្រូអញ្ចឹងហើយនៅក្នុងការវិភាគសម្រាប់រៀនត្រៀមបាក់ឌុបក្នុងពេល2ខែនេះអ្នកទាំងអស់គ្នានឹងឃើញខ្ញុំដាក់ឲ្យរៀន2ពេលគឺអ្នកទាំងអស់គ្នាអាចជ្រើសរើសរៀនពេលព្រឹកជាមួយនឹងពេលយប់ឬក៏បើពេលព្រឹកអ្នកទាំងអស់គ្នាជាប់រៀនគួរហើយអ្នកទាំងអស់គ្នាអាចរៀនពេលថ្ងៃជាមួយនឹងពេលយប់បានគឺខ្ញុំមានជាពីរជម្រើសឲ្យអ្នកទាំងអស់គ្នាជ្រើសរើសសម្រាប់រៀនដោយខ្លួនឯងហើយអ្នកទាំងអស់គ្នាក៏អាចយកទៅកែសម្រួល adjust ទៅតាមពេលវេលាដែលអ្នកគ្នាចង់រៀនបានដែរដើម្បីកុំឲ្យខាត់ពេលយូរតើយើងចូលទៅមើលកាលវិភាគសម្រាប់រៀនត្រៀមបាក់ឌុបក្នុងពេល2ខែទៀតចំពោះថ្នាក់វិទ្យាសាស្ត្រពិតទាំងអស់គ្នានេះជាការវិភាគរៀនសម្រាប់ថ្ងៃច័ន្ទដែលយើងមានរៀនមុខវិជ្ជាជីវៈនៅម៉ោង 8-9 ព្រឹកឬក៏អ្នកទាំងគ្នាអាចរៀនម៉ោង 2-3 ថ្ងៃបានបន្ទាប់ពីនោះអ្នកគ្នាត្រូវសម្រាប់15នាទីដើម្បីខួរក្បាលយើង refresh មកវិញហើយយើងចូលរៀនវិញនៅម៉ោង 9:15 ទៅដល់ម៉ោង 10:15 នាទីសម្រាប់មុខវិជ្ជារូបវិទ្យាហើយយើងក៏សម្រាប់15នាទីដូចគ្នាដែរយើងចូលមកវិញនៅម៉ោង 10:30 ហើយរៀន1ម៉ោងទៀតមុខវិជ្ជាសាស្ត្រខ្មែររហូតដល់ម៉ោង 11:30 នាទីអញ្ចឹងម៉ោងដែលអ្នកគ្នាឃើញនៅក្នុងវងកញ្ចក់ហ្នឹងគឺសម្រាប់ការវិភាគពេលថ្ងៃបើសិនជាអ្នកគ្នារវល់ពេលព្រឹកហើយអញ្ចឹងអ្នកគ្នារៀនពេលថ្ងៃបានគឺរៀនម៉ោង 2 ដល់ម៉ោង 3 ហ្នឹងមុខវិជ្ជាជីវៈទៅហើយ 3:15 ដល់ម៉ោង 4:15 មុខវិជ្ជារូបវិទ្យាហើយចុងក្រោយម៉ោង 4 កន្លះដល់ម៉ោង 5 កន្លះហ្នឹងគឺរៀនមុខវិជ្ជាសាស្ត្រខ្មែរអញ្ចឹងចូលដល់ពេលយប់គឺយើងមាន starting ពីម៉ោង 7 កន្លះទៅ1ម៉ោងរហូតដល់ម៉ោង 8 កន្លះហ្នឹងគឺយើងរៀនប្រវត្តិវិទ្យាយើងទិញសំណួរប្រវត្តិវិទ្យាហ្នឹងបន្ទាប់មកគឺយើងធ្វើការសម្រាប់15នាទីដែរម៉ោង 8:45 រហូតដល់ម៉ោង 9:45 គឺយើងធ្វើមុខវិជ្ជាគណិតធ្វើលំហាត់គណិតហ្នឹងហើយចាប់ពីម៉ោង 10 ដល់ម៉ោង 11 ហ្នឹងគឺយើងរៀនមុខវិជ្ជាគីមីវិទ្យាចុងក្រោយគេអញ្ចឹងអ្នកទាំងគ្នាអាចធ្វើអ្វីបានបន្ទាប់ពីនឹងអ្នកគ្នាចង់ធ្វើហើយអ្នកទាំងគ្នានឹង start ថ្ងៃស្អែកចាប់ពីម៉ោង 8 ដដែលហ្នឹងអញ្ចឹងអ្នកគ្នាឃើញថាចំពោះការវិភាគនេះអ្នកគ្នាអាចមានពេលគេយ៉ាងតិចណាស់ក៏8ម៉ោងដែរដើម្បីខួរក្បាលយើងទទួលបានការសម្រាកគ្រប់គ្រាន់ចូលទៅដល់ថ្ងៃអង្គារគឺយើង start ពីម៉ោង 8 ដល់ម៉ោង 4 ព្រឹកហ្នឹងជាមួយនឹងមុខវិជ្ជាប្រវត្តិវិទ្យាហើយពីម៉ោង 9:15 រហូតដល់ម៉ោង 10:15 គឺគីមីបន្តមកទៀតគឺម៉ោង 10:20 រហូតដល់ម៉ោង 11:20 ហ្នឹងគឺមុខវិជ្ជាសាស្ត្រខ្មែរហើយដោយដែលខ្ញុំបានប្រាប់តាំងពីដើមអញ្ចឹងអ្នកដែលគាត់រវល់រៀនគួរពេលព្រឹកគឺគាត់អាច start ចេញម៉ោង 2 ដល់ម៉ោង 3 ថ្ងៃហ្នឹងគឺរៀនប្រវត្តិទៅហើយពីម៉ោង 3:15 រហូតដល់ម៉ោង 4:15 រៀនគីមី4កន្លះដល់ម៉ោង 5 កន្លះគឺរៀនអក្សរសាស្ត្រខ្មែរអញ្ចឹងអ្នកទាំងគ្នាអាចមានពេលយកពេលថ្ងៃឬក៏ពេលព្រឹកទៅរៀនគួរបានហើយអញ្ចឹងអ្នកគ្នាឃើញថាបើសិនជាយើងរៀនពេលថ្ងៃក៏យើងមានពេលតនេ2ម៉ោងដែររហូតដល់ម៉ោង 7 កន្លះទៅយើង start រៀនម្ដងទៀតមុខវិជ្ជាជីវវិទ្យារហូតដល់ម៉ោង 8 កន្លះនឹងពីម៉ោង 8:45 រហូតដល់ម៉ោង 4:45 ហ្នឹងគឺយើងរៀនមុខវិជ្ជាគណិតវិទ្យានិងចុងក្រោយគេពីម៉ោង 10 រហូតដល់ម៉ោង 11 យប់ហ្នឹងគឺយើងរៀនរូបវិទ្យាសម្រាប់ថ្ងៃពុធវិញគឺយើង start ពីម៉ោង 8 ដល់ម៉ោង 9 ព្រឹកហ្នឹងទៅលើមុខវិជ្ជាសាស្ត្រខ្មែរហើយយើងសម្រាប់15នាទីទៅចាប់ពីម៉ោង 9:15 រហូតដល់ម៉ោង 10:15 ហ្នឹងគឺយើងរៀនមុខវិជ្ជាគណិតនិងចាប់ពីម៉ោង 10:30 នាទីរហូតដល់ម៉ោង 11:15 នាទីហ្នឹងគឺយើងរៀនមុខវិជ្ជាប្រវត្តិវិទ្យារយៈពេល45នាទីទេហេតុបានជាយើងរៀនតែ45នាទីដោយសារតែខ្ញុំចង់ទុកពេល30នាទីទៀតសម្រាប់រៀនមុខវិជ្ជាអង់គ្លេសដោយសារតែមុខវិជ្ជាអង់គ្លេសហ្នឹងបើសិនជាយើងធ្វើបានបន្ទុកច្រើននៅពេលបាក់ឌុបក៏វាជួយឲ្យយើងទទួលបាននិទ្ទេសល្អដែរហើយមួយទៀតមុខវិជ្ជាប្រវត្តិហ្នឹងក៏វាទទួលបានបន្ទុកតិចជាងគេដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចចាយពេលតិចជាងគេទៅចំពោះមុខវិជ្ជាប្រវត្តិហ្នឹងវាទទួលបានត្រឹមតែ50បន្ទុកទេនៅពេលបាក់ឌុបផងហើយសម្រាប់អ្នកដែលគាត់ជ្រើសរើសរៀននៅពេលថ្ងៃអ្នកទាំងអស់គ្នាអាចមើលការវិភាគដែលម៉ោងដែលខ្ញុំដាក់នៅក្នុងវងកញ្ចក់ហ្នឹងបានគឺពីម៉ោង 2 រហូតដល់ម៉ោង 6 ហ្នឹងបើសិនជាយើងរៀនថែមអង់គ្លេសមួយមុខទៀតមកដល់ពេលយប់វិញគឺយើង start ចេញពីម៉ោង 7 កន្លះរហូតដល់ម៉ោង 8 កន្លះទៅលើមុខវិជ្ជារូបវិទ្យាហើយយើងសម្រាប់15នាទីទើបយើងចូលទៅរៀនមុខវិជ្ជាជីវវិទ្យាវិញពីម៉ោង 8:45 រហូតដល់ម៉ោង 9:45 ហើយចាប់ពីម៉ោង 10 ដល់ម៉ោង 11 ហ្នឹងគឺយើងរៀនមុខវិជ្ជាគីមីវិទ្យាចុងក្រោយគេចូលទៅដល់ថ្ងៃពហុវិញគឺយើង start ចេញពីម៉ោង 8 ដល់ម៉ោង 4 ដូចគ្នាដែរមុខវិជ្ជាជីវវិទ្យាមុនគេបន្ទាប់ពីចប់ម៉ោងជីវៈហ្នឹងគឺយើងធ្វើការសម្រាប់15នាទី start ចេញពីម៉ោង 9:15 រហូតដល់ម៉ោង 10:15 នាទីគឺយើងរៀនមុខវិជ្ជាគីមីហើយពីម៉ោង 10:20 នាទីរហូតដល់ម៉ោង 11:20 នាទីគឺមុខវិជ្ជាសាស្ត្រខ្មែរហើយសម្រាប់អ្នកដែលគាត់រវល់នៅពេលព្រឹកចង់រៀននៅពេលថ្ងៃគឺអ្នកទាំងគ្នាអាចមើលម៉ោងនៅក្នុងវងកញ្ចក់នឹងបានពីម៉ោង 2 ដល់ម៉ោង 3 ជីវៈ 3:15 ដល់ម៉ោង 14:15 គឺមុខវិជ្ជាគីមីហើយ 4:30 រហូតដល់ម៉ោង 5 កន្លះគឺអក្សរសាស្ត្រខ្មែរនឹងពេលយប់យើងចូលទៅមើលទៅគឺមានម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះមុខវិជ្ជាប្រវត្តិ 8:45 រហូតដល់ម៉ោង 4:45 គឺមុខវិជ្ជាគណិតចុងក្រោយគេគឺរូបវិទ្យាពីម៉ោង 10 ដល់ម៉ោង 11ហើយសម្រាប់ថ្ងៃសុក្រវិញគឺយើងចាប់ចេញពីម៉ោង 8 ដល់ម៉ោង 9 ជាធម្មតាទេទៅលើមុខវិជ្ជាជីវៈហើយយើងសម្រាប់15នាទីហ្នឹងគឺ
យើង start ពីម៉ោង 9:15 រហូតដល់ម៉ោង 10:15 ទៅលើរូបវិទ្យាហើយសម្រាប់ថ្ងៃសុក្រក៏យើងរៀនប្រវត្តិវិទ្យារយៈពេលតែ45នាទីទេពីម៉ោង 10:30 រហូតដល់ម៉ោង 11:15 នាទីហើយយើងទុកពេល30នាទីទៀតពីម៉ោង 11 កន្លះរហូតដល់ម៉ោង 12 ហ្នឹងរៀនមុខវិជ្ជាអង់គ្លេសសម្រាប់អ្នកដែលគាត់រៀនពេលថ្ងៃវិញពីម៉ោង 2 ដល់ម៉ោង 3 គឺជីវៈម៉ោង 3:15 ដល់ម៉ោង 4:15 គឺរូបវិទ្យាពីម៉ោង 4 កន្លះរហូតដល់ម៉ោង 5:15 នាទីគឺប្រវត្តិហើយ 5 កន្លះរហូតដល់ម៉ោង 6 គឺអង់គ្លេសចំពោះពេលយប់វិញម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះគណិតវិទ្យាហើយសម្រាប់15នាទីទៅពីម៉ោង 8:45 រហូតដល់ម៉ោង 4:45 គឺអក្សរសាស្ត្រខ្មែរនិងចាប់ពីម៉ោង 10 រហូតដល់ម៉ោង 11 ហ្នឹងគឺរៀនគីមីវិទ្យាយើងចូលទៅដល់ថ្ងៃសៅរ៍គឺរៀនពីម៉ោង 8 ដល់ម៉ោង 9 ទៅលើមុខវិជ្ជាប្រវត្តិ 9:15 រហូតដល់ម៉ោង 10:15 រូបវិទ្យាម៉ោង 10:20 នាទីរហូតដល់ម៉ោង 11:20 នាទីគឺជីវវិទ្យាចំពោះអ្នកដែលគាត់ជ្រើសរៀនពេលថ្ងៃវិញគឺពីម៉ោង 2 ដល់ម៉ោង 3 យើងរៀនប្រវត្តិហើយ 3:15 ដល់ម៉ោង 4:15 គឺរូបវិទ្យានិង 4 កន្លះរហូតដល់ម៉ោង 5 កន្លះគឺរៀនជីវៈហើយនៅពេលយប់វិញគឺយើងរៀនចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះទៅលើអក្សរសាស្ត្រខ្មែរម៉ោង 8:45 រហូតដល់ម៉ោង 4:45 គឺគណិតវិទ្យាចុងក្រោយគេនោះគឺម៉ោង 10 ដល់ម៉ោង 11 ហ្នឹងគឺមុខវិជ្ជាគីមីវិទ្យាហើយអ្នកទាំងគ្នាគាត់ឆ្ងល់ថាដែលបានខ្ញុំតែងតែដាក់គីមីវិទ្យានៅក្រោយគេម៉ោង 10 ម៉ោង 11 យប់រហូតអញ្ចឹងគឺដោយសារតែខ្ញុំគិតថាគ្នាយើងភាគច្រើនអ្នកដែលថ្នាក់រៀនទី12ហ្នឹងគាត់ប្រកាសជាដឹងហើយថាមុខវិជ្ជាគីមីហ្នឹងពេលដែលធ្វើលំហាត់ក៏រៀងឈៀលជាមុខវិជ្ជាផ្សេងទៀតដែរបើគណិតហើយនឹងរូបអីវាអាចរៀង complicated ស្មុគស្មាញបន្តិចអញ្ចឹងខ្ញុំដាក់គីមីនៅចុងក្រោយគេទៅដើម្បីអ្នកគ្នាអាចធ្វើលំហាត់ហ្នឹងទោះបីជាដល់ពេលយប់ជ្រៅបានកុំឲ្យងុយគេងហ្នឹងឯងជាមូលហេតុដែលខ្ញុំតែងតែដាក់មុខវិជ្ជាគីមីហ្នឹងនៅក្រោយគេសម្រាប់ថ្ងៃអាទិត្យហ្នឹងអ្នកនរគ្នាអាចយកពេលនឹងសម្រាប់ក៏បានដែរប៉ុន្តែខ្ញុំជាការណែនាំដល់អ្នកនរគ្នាគឺខ្ញុំសូមឲ្យអ្នកនរគ្នារៀនបន្ថែមគណិត1ម៉ោងឬក៏2ម៉ោងទៀតកាន់តែល្អដោយសារតែយើងដឹងហើយថាខាងផ្នែកវិទ្យាសាស្ត្រពិតមុខវិជ្ជាគណិតគឺសំខាន់អញ្ចឹងយើងក៏បីចំណាយពេលឲ្យបានច្រើនទៅលើមុខវិជ្ជានឹងជាងគេយ៉ាងហោចណាស់ក៏រៀនវាបន្ថែមឲ្យបាន1ម៉ោងឬក៏2ម៉ោងទៀតដែរដោយសារតែយើងទទួលបានបន្ទុក125ទៅលើមុខវិជ្ជាគណិតហើយពេលប្រឡងក៏យើងចំណាយពេលយូរដែរគឺ2ម៉ោងកន្លះហើយសម្រាប់1ម៉ោង2ម៉ោងដែលខ្ញុំណែនាំឲ្យគ្នារៀនបន្ថែមនៅថ្ងៃអាទិត្យហ្នឹងយើងអាចជ្រើសរើសរៀននៅពេលណាក៏បានដែរពេលព្រឹកពេលថ្ងៃឬក៏ពេលយប់ពេលណាដែលយើងទៅណែនិយាយទៅរៀនគណិតបានកាន់តែច្រើនកាន់តែល្អដោយសារតែយើងទទួលបានបន្ទុកច្រើនជាងគេទៅលើមុខវិជ្ជាគណិតនឹងឯងពេលប្រឡងបាក់ដូរប៉ុស្តិ៍អញ្ចឹងបើសិនជាយើងធ្វើបានល្អទៅលើមុខវិជ្ជាគណិតវាអាចជួយលើកនិទ្ទេសយើងឲ្យកាន់តែល្អទៅតាមនឹងដែរហើយក្នុងវីដេអូហ្នឹងក៏ខ្ញុំមានចែកម្លែកតែប៉ុណ្្នឹងឯងបាយបាយ